វិស័យអតិភិបរបស់ជាតិអប់រំសុខាភិបាលច្រើនអាណត្តិមកហើយមនុស្សគឺជាគោលដៅទី1បំផុតនៃអភិក្រមរបស់រដ្ឋាភិបាលច្រើនអាណត្តិមកហើយយុទ្ធសាស្ត្រត្រីកោណចក្រកោណបញ្ញកោណឥឡូវចូលបញ្ញកោណដំណាក់កាលទី1អញ្ចឹងបើយើងមើលទៅក្នុងអាណត្តិនេះគឺថាតាំងពីឆ្នាំ2024មក2026 3ឆ្នាំនេះថវិកានៅក្នុងវិស័យសង្គមគិច្ចជាមធ្យមកើនឡើងគឺជាង2600លានដុល្លារអាមេរិកដែលមានកំណើនជាមធ្យម 7%វិស័យការពារជាតិនិងសន្តិសុខសណ្ដាប់ធ្នាប់មានចំនួនជា1100លានដុល្លារអាមេរិកស្មើហើយកើនមធ្យមតែ 3.3% ទេនៅក្នុងរយៈពេល2024ទៅ2026នេះហើយបើសិនជាយើងគិតជាមេគុណគឺចំណាយទៅលើសង្គមគិច្ចទៅលើអប់រំនិងសុខាភិបាលកំណើនកើន1គុណជា2ប្រៀបធៀបជាមួយនឹងវិស័យការពារជាតិសន្តិសុខជាតិនេះគឺជាអត្ថប្រយោជន៍ជាក់ស្ដែងដែលយើងបញ្ជាក់ថាអប់រំនិងសុខាភិបាលវិស័យសង្គមគិច្ចនេះគឺជាអត្ថប្រយោជន៍ទី1របស់រដ្ឋាភិបាលនិងការចំណាយធំជាងគេបំផុតហើយនៅតែបន្តជាអត្ថប្រយោជន៍ទី1ទោះបីក្នុងកលៈទេសៈដែលយើងមានសង្គ្រាមនេះក៏ដោយនេះគឺជាការបញ្ជាក់ហើយនឹងការអនុវត្តជាក់ស្ដែងរបស់រដ្ឋាភិបាល